Ok, ngày nayខ្ញុំសូមធ្វើការតប comment តិចសម្រាប់វីដេអូមួយខ្ញុំបានផុសថាតើអ្នកមានគោលបំណងឬក៏មានក្តីសម័យចង់ទៅប្រទេសអាល្លឺម៉ង់ដែរអត់ហើយសម្រាប់សំណួរនេះដែរបើសិនជាសួរខ្ញុំថា how ខ្ញុំអាចឆ្លើយបានថាយើងអាចទៅបានតាមរយៈការទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្នុងប្រទេសអាល្លឺម៉ង់អ្នកទាំងអស់គ្នាព្រោះដោយសារតែខ្ញុំមាន experience ផ្ទាល់ដែលទទួលបានអាហារូបករណ៍ពីកម្មវិធី Erasmus Program ទៅបន្តការសិក្សាផ្លាស់ប្ដូរការសិក្សានៅក្នុងប្រទេសអាល្លឺម៉ង់ហើយបើសិនជាមានសំណួរសួរថាចង់ទៅប្រទេសអាល្លឺម៉ង់ដែរតែចង់ទៅរៀនទេចង់ទៅធ្វើការសម្រាប់សំណួរនេះដែរគឺខ្ញុំផ្ទាល់ក៏អត់ដឹងថាអាចនឹងប្រាប់បែបណាដែរព្រោះដោយសារតែខ្ញុំបានទៅនឹងគឺដោយសារតែទៅបន្តការសិក្សាទេមិនមែនទៅធ្វើការប៉ុន្តែបើសិនជាខ្ញុំដឹងព័ត៌មានឬក៏ទិន្នន័យណាមួយដែលរៀងអាចជាក់លាក់ខ្ញុំនឹងជួយចែកម្លែកបន្ថែមទាក់ទងនឹងព័ត៌មានសម្រាប់អ្នកដែលគាត់ចង់ទៅធ្វើការអូខេអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាមានចម្ងល់ឬក៏សំណួរបន្ថែមអ្នកនរគ្នាអាចធ្វើការ comment នៅក្នុងវីដេអូហ្នឹងបានបើសិនជាមិនហួសពីសមត្ថភាពខ្ញុំទេតាក់ទងនៅក្នុងប្រទេសអាល្លឺម៉ង់ឬក៏ខាងប៉ែកអឺរ៉ុបអ្នកនរគ្នាខ្ញុំនឹងធ្វើការឆ្លើយតបទៅកាន់អ្នកទាំងអស់គ្នាវិញអញ្ចឹងណា So bye bye